បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំសូមនាំបងប្អូនទាំងអស់គ្នាមកដឹងអំពីរបៀបក្នុងការមើលប្រភេទខ្សែសាកបងប្អូនបាទខ្សែសាកប្រភេទ iPhone បាទ Type C Lightning បងប្អូនបាទនេះ Type C នេះមក Lightning បាទអូខេអញ្ចឹងខ្សែនេះវាមានពីរប្រភេទណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងគឺការប្រើប្រាស់គឺវាខុសគ្នាបងប្អូនបាទហើយខ្ញុំកាន់នេះគឺជាប្រភេទខ្សែ SYN ហើយមួយវិញទៀតនេះគឺខ្សែ copy បងប្អូនបាទហើយប្រអប់វាគឺដូចគ្នាណាបងប្អូនទាំងអស់គ្នាពេលយើងទិញគឺប្រអប់វាគឺវាខ្ចប់មកបែបនេះបងប្អូន បាទក្នុងការហែកសៀលអីគឺដូចគ្នាទាំងអស់បាទប៉ុន្តែយើងមើលដែលយើងត្រូវការមើលគឺខ្ញុំមានចំណុចខ្លះសម្រាប់បងប្អូនទាំងគ្នាដែលចង់ដឹងថាគេមើលតាមវិធីណាបាទអូខេក្នុងការមើលគឺអត់មានអីពិបាកទេបងប្អូនបាទអញ្ចឹងចំណុចទី1ខ្ញុំប្រាប់ពីចំណុចទី1សិនបាទយើងមានអ្នកឆក់បងប្អូននេះយើងមានអ្នកឆក់យើងយកមកឆក់អញ្ចឹងមកបាទឆក់ឲ្យក្បាលដែលយើងដុតទៅលើទូរស័ព្ទដៃរបស់យើងណាបាទយើងដុតយើងដាក់អញ្ចឹងមកវាអត់ឆក់ទេបងប្អូនប្រភេទដូច copy វាអត់ឆក់ទេប៉ុន្តែប្រភេទដូចស៊ីនបងប្អូននេះអានេះជាប្រភេទដូចស៊ីនខ្សែស៊ីនក្រុមដូចបងប្អូនខ្សែស៊ីននេះយើងដាក់ទៅវាឆក់អញ្ចឹងបងប្អូនឃើញទេគឺវាឆក់ជឹមអញ្ចឹងបងប្អូនបាទនេះហើយមួយវិញទៀតបើបងប្អូនអត់មានដៃឆក់យើងអាចមានវិធីជំនួសគឺយើងសូមម៉ូតូរបស់យើងបងប្អូនបាទសូមម៉ូតូក៏យើងអាចវាដឹងដែរអូខេយើងយកដាក់អញ្ចឹងមកអូខេឃើញវាឆក់ទេបងប្អូនបាទខ្សែស៊ីនគឺវាឆក់អញ្ចឹងបងប្អូនទាំងគ្នាប៉ុន្តែបើខ្សែ copy គឺវាអត់ឆក់ទេបងប្អូនបាទវាអត់ឆក់ទេយើងដាក់មិនក៏វាអត់ឆក់ដែរបាទនេះជាខ្សែ copy អូខេអញ្ចឹងចំណុចមួយទៀតដែលយើងត្រូវមើលបាទវាមានចំណុចមួយទៀតដែលយើងត្រូវមើលយើងមើលពីខាងគល់នេះវិញបងប្អូនយើងមើលពីខាងគល់នេះវិញយើងមើលប្រហែលជាមួយតឹកជាងបងប្អូនអាចមកតឹកចាំបងប្អូនយើងមើលវាមានអក្សរបងប្អូននេះខ្សែ copy មានអក្សរខាងខ្សែ copy អក្សរវាច្បាស់ជាងបងប្អូនវាខ្សែវាដិតមើលទៅគឺច្បាស់តែម្ដងបងប្អូនគឺមើលទៅច្បាស់ដិតខ្លាំងបាទឃើញទេបងប្អូនគឺច្បាស់ខ្លាំងមែនទែនប៉ុន្តែចំពោះខ្សែស៊ីនបងប្អូនវាអត់ច្បាស់ដូចខ្សែ copy ទេបងប្អូនវាមើលទៅវាសឹងនឹងមើលអត់ចង់ឃើញបងប្អូនតើបងប្អូនពិនិត្យឲ្យយូរបន្តិចបានមើលឃើញបងប្អូនបាទយើងពិនិត្យមើលឲ្យល្អបន្តិចបានមើលឃើញបងប្អូនកន្លែងនេះគឺពិបាកក្នុងការមើលមែនទែនចំពោះខ្សែស៊ីនណាយើងចំណាំមកកន្លែងហ្នឹងមកគឺយើងអាចដឹងថាមួយណាខ្សែស៊ីនមួយណាខ្សែ copy បងប្អូនអញ្ចឹងខ្សែស៊ីនវាកន្លែងនេះគឺយើងមើលអក្សរវាអត់ចង់ឃើញណាបងប្អូនអាចមើលដោយខ្លួនឯងមកកន្លែងនេះគឺវារៀងរលប់តិចបងប្អូនវាអត់ទៅដិតខ្លាំងដូចប្រភេទខ្សែ copy ទេបងប្អូនទាំងគ្នាបងប្អូនអាចមើលដោយខ្លួនឯងបានអញ្ចឹងវីដេអូក្នុងការមើលខ្សែស៊ីនឬក៏ខ្សែ copy គឺមានតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយគឺខ្ញុំធ្វើការបង្ហាញពីរបៀបក្នុងការមើលដុំ copy ឬក៏ដុំស៊ីនម្ដងបាទអរគុណ